បាទសួស្តីបងប្អូនទាំងអស់គ្នាជាថ្មីម្ដងទៀតអញ្ចឹងនៅក្នុងវីដេអូនេះយើងនឹងមកនិយាយអំពីអឹមផ្ទាំង interface រួមជាមួយនឹង workspace អញ្ចឹងតើអ្វីជា workspace workspace គឺជាទម្រង់សម្រាប់ដែលយើងប្រើប្រាស់សម្រាប់ការដែលយើងប្រើជាក់ស្ដែងដូចជាកាត់តវីដេអូសម្រាប់កែពណ៌ឬក៏តម្រូវការផ្សេងៗអញ្ចឹងករណីនេះគឺយើងអាចមើលឃើញថាតើកន្លែងចំណុចដែលខ្ញុំបង្ហាញបងប្អូននេះគឺជាអ្វីទីនេះយើងហៅថា menu bar គឺរួមជាមួយនឹង workspace ដែលពួកយើងមាននៅទីនេះបាទហើយចំណុចបន្ទាប់ទៀតនោះគឺយើងហៅថា source monitor គឺជាកន្លែងដែលយើងបង្ហាញវីដេអូឬក៏ប្រភព media រូបថតផ្សេងៗដែលយើងទាញមកពីកន្លែងផ្សេងៗដើម្បីយកមកធ្វើការបង្ហាញនៅលើកម្មវិធី Adobe Premiere Pro ដូចដែលបងប្អូនបានឃើញស្រាប់នៅទីនេះអញ្ចឹងគឺវាបង្ហាញតែវីដេអូពីដើមមកតើវាមានលក្ខណៈទម្រង់បែបណាបាទហើយមួយទៀតគឺយើងហៅថា effect control តើអ្វីទៅជា effect control គឺជាកន្លែងដែលយើងអាចគ្រប់គ្រងទៅលើវីដេអូរបស់យើងនៅទីនេះដែលយើងបានឃើញយើងមានវីដេអូមួយហើយយើងអាចពង្រីកពង្រួមវាបានឃើញដូចបងប្អូនបានឃើញបើយើងទាញវារហូតដល់ 200% ឬក៏យើងវាយ 200% នៅទីនេះគឺយើងឃើញថាវីដេអូនឹងមានភាពប្រែប្រួលពង្រីកទៅតាមទំហំរបស់វាប៉ុន្តែយើងអាចចុចត្រង់កន្លែងនេះគឺ reset ត្រឡប់មកធម្មតាវិញបានឬក៏បងប្អូនអាចផ្លាស់ទីតាំងរបស់វាដោយទាញមកស្ដាំវាទៅស្ដាំយើងចុចម៉ៅឆ្វេងឲ្យជាប់ហើយបើយើងទាញទៅឆ្វេងវាទៅឆ្វេងតាមចំណង់ចំណូលចិត្តរបស់យើងឬក៏ទីនេះយើងអាច reset វាបានបើនៅកន្លែងនេះគឺសម្រាប់លើក្រោមបើយើងទាញទៅស្ដាំគឺវាខិតក្រោមតែបើយើងម៉ៅឆ្វេងឲ្យជាប់សកត់វាជាប់ហើយទាញវាទៅលើគឺវាខិតលើគឺតាមដែលបងប្អូនចូលចិត្តអញ្ចឹងជាធម្មតាអ្នកខ្លះគាត់ចូលចិត្តប្រើ 50% ដើម្បីគាត់អាចទាញវាបានហើយយើងទាញវាខិតលើមកគឺយើងអាចដាក់បាន4វីដេអូតែមួយដូចនៅក្នុងវីដេអូនេះដែលខ្ញុំមាននៅត្រង់កន្លែងនេះត្រង់នេះគឺបងប្អូនបានឃើញហើយគឺយើងដាក់វា4បញ្ចូលគ្នាអញ្ចឹងនៅកន្លែង effect control នេះគឺយើងអាចគ្រប់គ្រងបានទៅលើវីដេអូទាំងអស់នេះប៉ុន្តែនៅក្នុងមេរៀននេះយើងមិនទាន់ចូលដល់ត្រង់ចំណុចនេះទេគ្រាន់តែបងប្អូនអរគ្នាបានយល់ហើយមួយទៀតតកតងទៅនឹង rotation គឺយើងអាចបង្វិលវីដេអូនឹងបានគឺបើសិនបើយើងដាក់វា 50% គឺវានឹងបង្វិល 50% ទៅហូតតាមដែលយើងចង់បានដល់រហូតដល់180ដឺក្រេក៏បានដែរ180ដឺក្រេគឺវាត្រឡប់បានមិនច្រាស់ចុះក្រោមឬក៏បងប្អូនចង់ត្រឡប់មកវិញចុច0ដឺក្រេមកគឺវាមកវិញឬក៏បងប្អូនចុចត្រង់នេះគឺវាត្រឡប់មករកភាពដើមវិញអញ្ចឹង anchor points គឺជាចំណុចដែលវីដេអូនឹងចាប់ផ្ដើមពីកន្លែងណាទៅកន្លែងណាគឺនៅត្រង់នេះបងប្អូនអាចទាញវាខាត់ឆ្វេងខាត់ស្ដាំតាមបងប្អូនចង់បានតែយើងកុំតន់ចូលទៅដល់ត្រង់ចំណុចនេះឥឡូវនេះអីហើយបើយើងអូសមកខាងក្រោមតិចទៀតតកតទៅនឹង opacity បងប្អូនអាចមើលឃើញនៅទីនេះកម្រិតច្បាស់របស់វាគឺ 100% តែបើករណីបងប្អូនចង់ធ្វើឲ្យវាទៅជារៀងព្រាលបន្តិចយើងអាចចុច 50% គឺវីដេអូហ្នឹងគឺព្រាលបើមិនបើបងប្អូនមានរូបភាពឬក៏វីដេអូអីនៅខាងក្រោមឧទាហរណ៍ខ្ញុំអាចទាញវីដេអូឡើងលើបន្តិចហើយខ្ញុំចូលទៅយកវីដេអូផ្សេងមកដាក់នៅខាងក្រោមវីដេអូហ្នឹងតើវានឹងឃើញបែបណាគឺវាលក្ខណៈបែបនេះយើងអាចមើលឃើញអញ្ចឹងត្រង់ចំណុចនេះគឺដើម្បីឲ្យបងប្អូនបានយល់បន្ថែមទៀតទៅលើការគ្រប់គ្រង effect control អញ្ចឹង effect control នៅទីនេះគឺយើងមានមុខងារទាំងអស់ហ្នឹងដើម្បីឲ្យយើងអាចរៀបចំហើយបន្តមកទៀតខ្ញុំនឹងបង្ហាញបងប្អូនអំពី key frame ផ្សេងៗទៅលើការកំណត់របស់វាហើយសម្រាប់សំឡេងក៏ដូចគ្នាគឺយើងអាចគ្រប់គ្រងវាបានយើងអាចកំណត់សំឡេងនឹងបានប៉ុន្តែខ្ញុំនឹងលម្អិតនៅពេលក្រោយហើយយើងមានជាច្រើនទៀតនៅទីនេះដែលបងប្អូនអាចសិក្សាស្វែងយល់បន្ថែមបាននៅពេលក្រោយយើងមាន effect នៅទីនេះយើងអាចជ្រើសរើសeffect ដែលយើងចង់ប្រើប្រាស់ទៅលើវីដេអូរបស់យើងឬក៏ការកំណត់សំឡេងតែយើងកំណត់វាដោយរបៀបម៉េចនៅក្នុងការប្រើប្រាស់វាឲ្យមានភាពត្រឹមត្រូវហើយធ្វើឲ្យវីដេអូរបស់យើងរឹតតែមានភាពតាក់ទាញ
ចឹងយើងមានខ្ញុំអាចត្រួសបានទាំងអស់នេះ Lumetri Colors គឺជាកន្លែងដែលយើងអាចកែពន្លឺកែពណ៌ឬក៏អ្វីៗផ្សេងទៀតសម្រាប់វីដេអូរបស់យើងចឹងឧទាហរណ៍បើសិនបើខ្ញុំទាញ expose វីដេអូហ្នឹងគឺវាចាំងខ្លាំងភ្លឺខ្លាំងតែម្ដងបើសិនបើខ្ញុំតម្លាក់វាចុះក្រោមបន្តិចទៀតគឺទៅជាងងឹតចឹងនៅកន្លែងនេះគឺបងប្អូនបានឃើញស្រាប់បងប្អូនអាចចុច reset វាត្រឡប់មកក្រោយវិញ shadow បងប្អូនអាចឃើញខ្ញុំគាត់នៅត្រួសសិនទេយើងអត់ទាន់អាចចូលទៅស៊ីជម្រៅភ្លាមទេអញ្ចឹងដើម្បីឲ្យបងប្អូនបានយល់បន្ថែមទៀតទៅលើការប្រើប្រាស់ហើយយើងមាន curve នៅទីនេះបងប្អូនបានឃើញយើងអាចទាញពន្លឺតាមពណ៌តាមអីផ្សេងតាមដែលបងប្អូនស្រឡាញ់ចង់បានបងប្អូនចង់ឲ្យបានបៃតងឡើងភ្លឺយ៉ាងនឹងតិចយើងអាចទាញវាបានបែបនេះបាទឬក៏ពណ៌ខៀវយើងអាចទាញវាឡើងបានឃើញបងប្អូនអាចឃើញវានឹងប្រែប្រួលទៅតាមការទាញរបស់យ៉ាងជាក់ស្ដែងអញ្ចឹងខ្ញុំគ្រាន់តែត្រួសសិនហើយចំណុចមេរៀនទាំងអស់នេះយើងនឹងលម្អិតតាមក្រោយបន្តទៀតហើយទីនេះខ្ញុំគ្រាន់តែបង្ហាញបងប្អូនឲ្យបានយល់ប៉ុណ្្នឹងសិនបាទអរគុណ